សម្លនេះផងដែរគេហៅថាស្ងោរជក់ជើងមាន់បងប្អូនឥឡូវខ្ញុំដាក់ដូចជាសក្តិហើយនឹងម្ដេងឥឡូវខ្ញុំដាក់ម្ជូរស្ដាំណាបងប្អូនតោះមកខ្ញុំដាក់ជើងមាន់ចេងហើយនឹងកុំភ្លេចមើមខ្ទឹមបងប្អូនប្រកាត់ឆ្អាបនិយាយរួមទៅមិនថាឆ្អាបប្រៃឆ្អាបអីគឺដាក់មើមខ្ទឹមពី3ខ្ពើទៅវាប្រកាត់ឆ្អាបលែងស្អាតហើយបងប្អូនតបមកស្ករហើយដោយសារខ្ញុំមិនមានដុំស៊ុបឥឡូវខ្ញុំដាក់ម្សៅស៊ុបជំនួយឲ្យមានជាតិជាតាបងប្អូនមកចាន់ណាបងប្អូនចុងក្រោយគឺកុំភ្លេចជីនាងវងបងប្អូនឈ្ងុយដាក់ទៅត្រូវជាមួយជ្រក់ជើងមាន់ឬក៏សាច់មាន់អីចឹងណាបងប្អូនឥឡូវស្ងោរជ្រក់ជើងមាន់របស់ខ្ញុំរួចរាល់ហើយបងប្អូនឥឡូវស្ងោរជ្រក់ជើងមាន់របស់ខ្ញុំបានឆ្អិនហើយបងប្អូន